ផលលំបាកជាច្រើននៅបន្តមានដូចជាការខូចខាតទាំងស្រុងការខូចខាតគុណស្រាលនៅលំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាននិងសាធារណៈមួយចំនួនអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅរាយប៉ាយការវិលត្រឡប់របស់បងប្អូនប្រជាពលរដ្ឋមូលដ្ឋានទៅកាន់លំនៅឋាននិងការស្ដារជីវភាពឡើងវិញរបស់បងប្អូនជនភៀសសាសជាដើមផលលំបាកទាំងនេះទាមទារឲ្យរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការដោះស្រាយរាជរដ្ឋាភិបាលយល់ច្បាស់ណាស់ពីទុក្ខលំបាកនិងបញ្ហាប្រឈមនានារបស់បងប្អូនជនរួមជាតិរបស់យើងជាពិសេសបងប្អូនប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ផ្ទាល់ពីចំនួនព្រំដែនជាមួយនឹងការបន្តអនុវត្តនៅគ្រប់មធ្យោបាយជាពិសេសមធ្យោបាយការទូតនិងច្បាប់អន្តរជាតិដើម្បីការពារអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជានិងដោះស្រាយចំនួនព្រំដែនកម្ពុជាថៃស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងកាឡាឡុំពូថ្ងៃទី26ខែតុលានិងសេចក្តីប្រកាសរួមថ្ងៃទី27ខែធ្នូឆ្នាំ2025រាជរដ្ឋាភិបាលបាននឹងកំពុងប្រើប្រាស់គ្រប់កម្លាំងនិងធនធានរបស់ខ្លួនដោយមានការចូលរួមពីភាគីពាក់ព័ន្ធដូចជាបណ្ដាប្រទេសជាមិត្តអង្គការជាតិនិងអន្តរជាតិព្រមទាំងវិស័យឯកជនដើម្បីសម្រាលនៅទុក្ខលំបាកនិងដោះស្រាយបញ្ហាប្រឈមរបស់បងប្អូនទាំងក្នុងរយៈពេលខ្លីចំពោះមុខក៏ដូចជារយៈពេលមធ្យមនិងវែង